ការបើកបរយើងតែងតែគោរពច្បាប់ចរាចរណ៍ដើម្បីកុំឲ្យមានការបើកបរលើសល្បឿនកំណត់យើងតែងតែក្រឡេកមើលកុងទ័រចុះតាក់ទងទៅនឹងបញ្ហាបរិសុទ្ធដូចជាករណីប្រូស្តាតរីកធំទៅតាមអាយុតើយើងធ្វើយ៉ាងម៉េចបានដឹងថាមានការរីកធំហើយពេលណាយើងត្រូវទាមទារការព្យាបាលជាឧទាហរណ៍សម្រាប់បរិសុទ្ធដែលមានអាយុកាន់តែច្រើនការបត់ជើងតូចគឺកាន់តែបានចិត្តមិនបានឆ្ងាយកម្លាំងនៃការបាញ់ខ្សោយជាងមុននោមញឹកជាងមុនហើយនឹងក្រោកពីដំណេកទៅបត់ជើងតូចញឹកញាប់ជាងមុននេះជាការវាស់វែងមួយដែលល្អសម្រាប់បរិសុទ្ធគឺយើងប្រើសំណួរចម្លើយតាក់ទងទៅនឹងការវាយតម្លៃរោគសញ្ញាប្រូស្តាតការវាយតម្លៃរោគសញ្ញាប្រូស្តាតហ្នឹងគឺជាការវាយតម្លៃជាអន្តរជាតិលើរោគសញ្ញាក្រពេញប្រូស្តាតដែលហៅកាត់ថា IPS រោគសញ្ញាទាំងនោះត្រូវបានវាយតម្លៃនៅក្នុងរយៈពេល1ខែចុងក្រោយដែលមានចំនួន7ទី1គឺតាក់ទងទៅនឹងការបត់ជើងតូចមិនអស់ទី2ការនោមញឹកទី3ការនោមរអាក់រអួលទី4ពិបាកទប់នោមទី5នោមខ្សោយទី6នោមប្រឹងខ្លាំងទី7ងើបទៅបត់ជើងតូចនៅពេលយប់អូខេតោះយើងចាប់ផ្ដើមធ្វើការវាយតម្លៃជាមួយនឹងរោគសញ្ញារបស់ក្រពេញប្រូស្តាតដែលរោគសញ្ញាទី1តាក់ទងទៅនឹងការនោមនៅសល់អញ្ចឹងញឹកញាប់ទេដែលយើងនោមនៅសល់ចម្លើយគឺមានដល់ទៅ5ពីលេខ0ដល់លេខ5ដែលជាបន្ទុកអញ្ចឹងបើសិនបើយើងអត់មានរោគសញ្ញាសោះយើងនឹងឲ្យបន្ទុកខ្លួនឯង0តែបើមានម្ដងម្កាលឲ្យបន្ទុកខ្លួនឯង1ម្ដងម្កាលហ្នឹងគឺសំដៅលើប្រភេទដែលខ្ញុំបានចែកអញ្ចឹងមានន័យថាក្នុងចំណោម5ដងមានម្ដងយើងមានអារម្មណ៍ថានៅសល់ក្នុងការបត់ជើងតូចប្រសិនបើញឹកញាប់យើងឲ្យបន្ទុកខ្លួនឯង2មានន័យថាភាពញឹកញាប់ហ្នឹងក្នុងចំណោម3លើកមាន1លើកអញ្ចឹងចាប់ផ្ដើមច្រើនទៅអញ្ចឹងណាបន្ទុកអញ្ចឹងយើងឲ្យពីខ្លួនឯងពី0ដល់5បើរាល់លើកហ្នឹងគឺយើងឲ្យ5សម្រាប់សំណួរហ្នឹងមាន5ចម្លើយអញ្ចឹងយើងជ្រើសរើសតែមួយទេចំពោះរោគសញ្ញាទី2ដែលនិយាយអំពីភាពញឹកញាប់នៃការបត់ជើងតូចអញ្ចឹងយើងនោមញឹកអញអត់អញ្ចឹងដើម្បីដឹងថាញឹកអញអត់គេធៀបជាមួយនឹងរយៈពេល2ម៉ោងអញ្ចឹងរៀងរាល់2ម៉ោងម្ដងតើយើងបត់ជើងតូចញឹកញាប់ដែរឬទេចម្លើយបើ2ម៉ោងមិនដែលបត់ជើងតូចម្ដងសោះអញ្ចឹងយើងយកលេខ0ទៅបើម្ដងម្កាលយើងឲ្យខ្លួនឯង1បន្ទុកបើមិនញឹកញាប់យើងឲ្យ2បន្ទុកគួរសមដែរយើងឲ្យ3បន្ទុកញឹកញាប់យើងឲ្យ4បន្ទុកហើយបើសិនថារៀងរាល់ពេល2ម៉ោងយើងបត់ជើងតូចរហូតអញ្ចឹងយើងឲ្យខ្លួនឯង5បន្ទុករោគសញ្ញាទី3ដែលសំណួរគេសួរថាតើលោកមានអារម្មណ៍ញឹកញាប់ដែរឬទេថាលោកបត់ជើងរអាក់រអួលនោមឈប់មានន័យថាទឹកនោមដែលចេញមកបានបន្តិចឈប់មកផ្លែតហើយបាននោមចេញទៀតចម្លើយអាស្រ័យលើភាពញឹកញាប់នៃការនោមដាច់អញ្ចឹងណាអញ្ចឹងបន្ទុកយើងឲ្យដូចគ្នាដូចសំណួរមុនអញ្ចឹងរោគសញ្ញាទី4គឺការពិបាកទ្រាំពិបាកទប់នោមនៅពេលដែលឈឺនោមម្ដងទាមទារឲ្យយើងរត់ទៅនោមអញ្ចឹងគេមានរយៈពេលថាប្រហែលលើកយើងមានម្ដងអញ្ចឹងចម្លើយដូចនឹងសំណួរមុនដែររោគសញ្ញាទី5ដែលបង្ហាញអំពីកម្លាំងទឹកនោមមិនខ្លាំងដូចមុនហើយទំហំនៃរុនដាក់ទឹកនោមដែលចេញពីពហុនោមហ្នឹងអត់សូវធំដូចមុនអញ្ចឹងយើងតាមដានមើលក្នុងការបត់ជើងតូចហ្នឹងតើប្រហែលលើកដែលទឹកនោមខ្សោយហើយរុននៃបាញ់ចេញហ្នឹងតូចជាងមុនអញ្ចឹងយើងឲ្យបន្ទុកខ្លួនឯងពី0ដល់5រោគសញ្ញាទី6និយាយពីការប្រឹងបត់ជើងតូចអញ្ចឹងក្នុងការនោមហ្នឹងយើងប្រឹងញឹកញាប់អត់ទេអញ្ចឹងយើងផ្ដល់ចម្លើយខ្លួនឯងហើយនឹងបន្ទុកសម្រាប់ខ្លួនឯងសម្រាប់រោគសញ្ញាទី7ដែលជារោគសញ្ញាចុងក្រោយពាក់ព័ន្ធទៅនឹងការរំខាននៅក្នុងដំណេកអញ្ចឹងបើសិនបើក្នុងការបត់ជើងតូចនៅពេលយប់យើងកំពុងតែគេងហ្នឹងតើយើងងើបបត់ជើងតូចក្នុងមួយយប់ហ្នឹងប្រហែលដងអញ្ចឹងបើមិនដែរសោះយើងឲ្យ0ម្ដងយើងបាន1បន្ទុក2ដងបាន2បន្ទុក3ដងបាន3បន្ទុក4ដងបាន4បន្ទុក5ឬលើសពី5ដងយើងបាន5បន្ទុកឥឡូវនេះយើងធ្វើការបូកបន្ទុកពីរោគសញ្ញាទី1រហូតដល់រោគសញ្ញាទី7អញ្ចឹងយើងបូកមើលថាយើងបានបន្ទុកប្រមាណដល់ពេលបូកហើយយើងនឹងធ្វើការបកស្រាយជាលទ្ធផលចុងក្រោយនៃការបូកបន្ទុកគឺយើងធ្វើការបកស្រាយអញ្ចឹងប្រសិនបើចន្លោះបន្ទុកពី0ទៅ7បង្ហាញពីរោគសញ្ញាកម្រិតស្រាលចន្លោះបន្ទុកពី8ទៅ19គឺជាការរំខានកម្រិតមធ្យមចំណែកចន្លោះបន្ទុកពី20ទៅ35គឺជាការរំខានខ្លាំងបន្ទុកទាំងនេះផ្ដល់នូវការសម្រេចចិត្តក្នុងការព្យាបាលការតាមដានឬមួយក៏ដឹងពីប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំឬក៏ឆ្លងក្រោយពីការវះកាត់ក្រៅពីការវិតម្លៃលើរោគសញ្ញាទាំង7ខាងលើ
ក៏មានដែរនៅសំណួរមួយទៀតដែលជាសំណួរចុងក្រោយគេសម្រាប់បំពេញបន្ថែមក្នុងការសម្រេចចិត្តក្នុងការព្យាបាលឬមួយក៏ដឹងពីទុក្ខលំបាករបស់អ្នកជំងឺដែលយើងហៅថាគុណភាពនៃជីវិតមានន័យថាគាត់រស់នៅសុបាយចិត្តឬមិនសុបាយចិត្តជាមួយនឹងរោគសញ្ញាទាំងអស់ខាងលើបើសិនបើគាត់សុបាយចិត្តគាត់ពេញចិត្តមានន័យថាអត់មានអីរំខានគាត់ទេអញ្ចឹងសុខភាព prostate គាត់ល្អអញ្ចឹងគាត់អត់ទាមទារអីទេអញ្ចឹងបន្ទុកដែលទទួលបានក្នុងគុណភាពនៃជីវិតហ្នឹងឬ quality of life ហ្នឹងគឺសូន្យបន្ទុកបើសិនបើគាត់មានការពេញចិត្តតែមិនណាស់ណាយើងឲ្យគាត់បន្ទុកសុំល្មម2បន្ទុកតែបើពេលខ្លះគាត់ថាជួនពេញចិត្តជួនមិនពេញចិត្តចំពោះអាការៈពិបាកបត់ចិនតូចហ្នឹងយើងឲ្យ3បន្ទុកបើរំខានតិចតិចបាន4បន្ទុករំខានច្រើន5បន្ទុករំខានខ្លាំងណាស់មាន6បន្ទុកអញ្ចឹងដល់កម្រិតទី6បន្ទុកហ្នឹងគឺទាមទារឲ្យមានការព្យាបាលសម្រាប់គាត់ច្បាស់លាស់ជាងគេសម្រាប់កម្រងសំណួរហ្នឹងខ្ញុំបានធ្វើការចែករំលែកសម្រាប់បងប្អូនយើងដែលចង់យកសំណួរហ្នឹងទៅសួរដើម្បីដឹងពីផលរំខានរបស់កពេញប្រូស្តាតទៅលើឪពុកឬមួយក៏ជីតាឬមួយក៏បងប្អូនដែលគាត់មានអាយុច្រើនគាត់ត្អូញត្អែថាពិបាកបត់ជើងតូចដែលមាន7រោគសញ្ញាហ្នឹងណាអញ្ចឹងយើងអាចធ្វើតេស្តសួរគាត់ដែលសំណួរហ្នឹងយើងមានទាំងអស់7ហ្នឹងយើងឆែកមើលទៅហើយសំណួរមួយយើងឲ្យបន្ទុកផ្សេងគ្នាដូចជាករណីនេះខ្ញុំមើលសំណួរខ្ញុំយក4បន្ទុកអញ្ចឹងខ្ញុំយក4ទាំងអស់អញ្ចឹងដល់ពេលដល់កន្លែងចុងក្រោយខ្ញុំចាប់ផ្ដើមធ្វើការបូកបន្ទុកគឺយើងបានបន្ទុកសរុបអញ្ចឹងបន្ទុកសរុបដែលទទួលបានគឺ28អញ្ចឹង28គឺជាការរំខានខ្លាំងនៅចន្លោះពី20ទៅ35ហើយផលរំខានបើខ្ពស់អញ្ចឹងហើយមានន័យថាការរំខានច្រើនហើយអញ្ចឹងសូមធ្វើការចែករំលែកបាទអរគុណ